នៅទីនេះបើមិនខ្លាចអតៈគឺមិនបាច់ដើរយប់ទេចាប់ពីថ្ងៃនេះទៅបើមានអ្នកណានៅក្នុងភូមិមករករឿងឯងប្រាប់ឈ្មោះអតៈយើងធានាសុវត្ថិភាពជូន 100% ណែនារីអូនសម្លាញ់ចិត្តបងហូបបាយហើយវើយរឿងជើងកាងប្រចាំភូមិប៉ះនឹងបរោះសង្ហាណែអ្នកណាមកពីណារៀងរូវស្លៀកពាក់ដូចជាតួឯកុនម៉េះវ៉ៃតែមុខនឹងយើងដូចជាមិនដែលបានឃើញពីមុនមកសោះអូ បាទជំរាបសួររៀមច្បងខ្ញុំឈ្មោះវីរៈទៅតែមកពីភ្នំពេញខ្ញុំមកមើលចំការទុរេននៅខាងកើតភូមិនេះបានឈ្មោះវីរៈសម្ដីផ្អែមដូចជាទឹកអំពៅណែអាក្អូនណានៅក្នុងភូមិនេះមានដឹងថាណាគេធំទេដើរកាន់មុខតូបកាហ្វេអតៈឲ្យចេះដឹងទៀបខ្ពស់បន្តិចទៅ បាទខ្ញុំមិនដឹងទេបងរួចចុះបងប្រុសចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចដែរលុតជង្គង់ឬក៏ទិញកាហ្វេប៉ាវបងអេឌឺហ៎ឌឺហ៎កុំឃើញតែខ្លួនឯងសង្ហាស្រីក្នុងភូមិលួចមើលចង់មកចង់ចិញ្ចាំដាក់បងណានៅទីនេះបើមិនខ្លាចអតៈគឺមិនបាច់ដើរយប់ទេខ្ញុំដែលដើរយប់ផងបងព្រោះខ្ញុំខ្លាចមូសខាំម្យ៉ាងទៀតមុខបងឯងមើលទៅគួរឲ្យស្រឡាញ់តើមិនគួរឲ្យខ្លាចតលតែសោះយេអាតុនសាយនេះឯងថាយើងគួរឲ្យស្រឡាញ់ឌឺមែនទែនហើយអាវីរៈឯងចាំមើលចុះថ្ងៃបន្ទាប់វីរៈកំពុងលាងដៃនៅមាត់ត្រពាំងផ្កាឈូកអតៈដើរមកជាមួយនឹងបពពួកម្នាក់ក្នុងបំណងចង់បង្ខូចទឹកមុខប្រុសសង្ហាជួបទៀតហើយកូនលោកអ្នកទីក្រុងធ្វើអីហ្នឹងលាងដៃឬក៏លួចបេះផ្កាឈូកយកទៅឲ្យស្រីអូបានបងតាខ្ញុំទៅជួយយាម៉ៅលីទំលងរួចក៏មកលាងដៃរួចចុះបងរកបាត់ល្មើសអីទៀតហើយនងរកបាត់ល្មើសស្អីយើងមកពមៀនឯងរឿងនារីកូនមេភូមិឃើញឯងដើរជជែកលេងជាមួយនាងកាលពីព្រឹកមិញដឹងអត់ថានារីជាមនុស្សដែលយើងស្រឡាញ់ណាអូរឿងនឹងសោះកញ្ញានារីនាងគ្រាន់តែយកនំអាកោរបស់នាងមកឲ្យខ្ញុំហូបហើយក៏សួរនាំរឿងជីកំប៉ុស្តតាបងបើបងស្រឡាញ់នាងហើយមិនក៏ប្រាប់នាងត្រង់ទៅមករករឿងខ្ញុំធ្វើអីឯងកុំមកចេះដឹងបងធំក្នុងភូមិមិននឹងអាចទៅនិយាយរឿងស្នេហាស្រួលកើតវាខូចតម្រង់ជើងកាងអស់ហើយដឹងអត់ជើងកាងក៏មានបេះដូងដែរតើបងមើលចុះសក់ក៏សង្ហាអាវក៏កប់សេរីបើបងឈប់ធ្វើរឹកកាច់និយាយផ្អែមល្ហែមដូចខ្ញុំម្លេះសំបានកូនមេភូមិបាត់ទៅហើយមើលកុំមកប៉ះខ្លួនយើងមើលយើងជាបរោះពិតណាវើយហើយកុំមកបង្រៀនយើងឲ្យនិយាយផ្អែមអីប៉ុន្តែតើធ្វើយ៉ាងម៉េចខ្លះទៅអាវរៈឃើញទេចុងក្រោយបងក៏ចង់រៀនដែរតើមកអង្គុយចុងចាំខ្ញុំបង្រៀនពីតិចនិចនឹងចិត្តសាស្ត្ររបស់មនុស្សស្រីអតៈនិងវីរៈអង្គុយលើគល់ឈើទន្ទឹមគ្នាអតៈលើកដបទឹកផឹកទាំងអៀនថ្ងៃមុនយើងនិយាយខ្លាំងដាក់ឯងមិនខឹងយើងទេអីខឹងធ្វើអីបងខ្ញុំដឹងថាបងតាគ្រាន់តែធ្វើរឹកកាច់ដើម្បីកុំឲ្យគេមើងងាយតាតាមពិតបងចិត្តល្អណាស់ក្មេងសុំលុយទិញនំបងឯងឲ្យលំពេញដៃខ្ញុំឃើញតាបងឯងនេះភ្នែកមុតមែនចាត់ទុកថាឯងភ្នែកវៃទៅចុះអញ្ចឹងចាប់ពីថ្ងៃនេះទៅបើមានអ្នកណានៅក្នុងភូមិមករករឿងឯងប្រាប់ឈ្មោះអតៈយើងធានាសុវត្ថិភាពជូន 100% បាទអរគុណបងធំណាស់ចុះល្ងាចនេះទៅផ្ទះខ្ញុំទេខ្ញុំធ្វើម្ហូបញ៉ាំហើយយើងជជែកគ្នារឿងកញ្ញានារីបន្តទៀតទៅតាឲ្យតែមានម្ហូបឆ្ងាញ់តោះយើងដើរទន្ទឹមគ្នាទៅកុំឲ្យស្រីថាឯងដើរម្នាក់ឯងអត់មានអ្នកការពារ
អ្នកទាំងពីរក៏ដើរចេញទៅជាមួយគ្នាដោយបន្សល់ទុកនៅសំណើចនិងមិត្តភាពបែបប្លែកៗនៅជនបទនៅផ្ទះចំការរបស់វីរៈនាពេលល្ងាចអតៈអង្គុយលើប៉ៅអ៊ីហែកភ្លៅមាន់បំពងហូបឡើងពេញមាន់ខណៈពេលវីរៈកំពុងឈរចាក់ទឹកតែណែអវីរៈឯងធ្វើម្ហូបឆ្ងាញ់ចាញ់ចុងភៅនៅភ្នំពេញទេហើយចោះរឿងដែលឯងថាបង្រៀនយើងញ៉ែស្រីមិញហ្នឹងយ៉ាងម៉េចទៅហើយកុំភូតយើងណាអូ អត់ទេខ្ញុំមិនភូតបងទេក្បួនទី1ឈប់និយាយពាក្យវើយអញឬហីជាមួយមនុស្សស្រីត្រូវជំនួសដោយពាក្យបងនិងអូនឲ្យបានទន់ភ្លន់សាកមើលគិតតែខ្ញុំជាកញ្ញានារីទៅចុះអឺ អឺ ណែនារីអូនសម្លាញ់ចិត្តបងហូបបាយហើយវើយកុំតន់អាលមានវើយចង់កតុយមើលបងតោះម្ដងទៀតបដូរទឹកមុខឲ្យស្លូតបូតជាងនឹងបន្តិចនារីអូនថ្ងៃនេះបងមាននំអាកោផ្អែមឆ្ងាញ់ណែយកមកផ្ញើអូនអើយឈួតទេវីរៈអញធ្វើមិនកើតទេព្រឺសបល់ខ្ញាក់តែម្ដងហើយអូត្បូងវាអញ្ចឹងហើយបងតាតែមើលទៅបងធ្វើបានល្អណាស់តាភ្នែកបងពេលធ្វើស្លូតទៅគឺគួរឲ្យស្រឡាញ់ណាកុំមកសរសើរយើងអីក្រៅពីសម្ដីមានអីទៀតអន់ជើងកាំងដូចជាយើងមិនដែលកាន់ផ្កាឈូកផ្កាម្លិះដើរញ៉ែស្រីទេវើយក្បួនទី2សកម្មភាពគឺសំខាន់ជាងសម្ដីបងដឹងថាកញ្ញានារីចូលចិត្តអានសភៅទេថ្ងៃស្អែកខ្ញុំមានសភៅប្រឡំលោកល្អមួយក្បាលខ្ញុំនឹងឲ្យបងយកទៅជូននាងធ្វើពុតជាដាវកាត់ហើយហុចឲ្យនាងទៅនេះអានេះគំនិតល្អគ្រាន់បើបន្តិចឯងនេះប្រកែខាងល្បិចកលមែនទែនវើយអាវីរៈថ្ងៃបន្ទាប់នៅក្រោមដើមស្វាយធំជិតផ្ទះមេភូមិអតៈកាន់សៀវភៅមួយក្បាលដើរលបមើលឆ្វេងស្ដាំក៏ស្រាប់តែឃើញនារីដើរមកជាមួយវីរៈទាំងសើចក្អាកក្អាយហេមិនក៏អាវីរៈដើរជាមួយនាងអញ្ចឹងហើយអាតាអើយអាតាឯងនេះវាល្ងងមែនទែនអាវីរៈវាសង្ហាជាងឯងរាប់រយដងកញ្ញានារីច្បាស់ជាស្រឡាញ់វាហើយយើងចាញ់គេហើយហើយអាតៈបំរុងដើរចេញទាំងក្រៀមក្រំតែវីរៈក៏ក្រឡេកឃើញហើយក៏ស្រែកហៅបងតាហើយតាណានឹងមុននេះសិនមកបងអូហើយអ្នកទាំងពីរដើរលេងផ្អែមល្ហែមជាមួយគ្នាអីយើងគ្រាន់តែដើរកាន់អន្តើមិនហ៊ានខានទេទៅសិនហើយអាវីរៈវាទៅសើយើងប្រាប់នាងរួចចុះសភៅនៅក្នុងដៃបងឯងនឹងមិនកុំហុចឲ្យកញ្ញានារីទៅហើយកុំភ្លេចសម្ដីផ្អែមផងអូណែនារីអូនគឺបងមានសភៅមួយក្បាលនេះបងគិតថាអូនចូលចិត្តអានយកទៅអានទៅណាអត់ទេអូនត្រូវទៅអានណាក្រោយពីនារីដើរចេញទៅអតៈលោតកញ្ឆេងទាំងសបាយចិត្តរួចរត់មកអោបស្មាគោះខ្នងវីរៈលឺសូរទៅដឹបអាវីរៈឯងជាកំពូលមិត្តភក្តិរបស់យើងហើយយើងនឹកស្មានតែឯងចង់ញ៉ែនារីកាត់មុខយើងតាមិញនេះយើងស្ទើរតែយំទៅហើយដឹងទេបងឯងគិតច្រើនពេកហើយបងតាខ្ញុំមកទីនេះដើម្បីតែការងារចំការនិងចង់មានមិត្តភក្តិល្អដូចជាបងប៉ុណ្ណោះមិនមែនមកទៅដើមស្រីរបស់បងធំប្រចាំភូមិទេពីថ្ងៃនេះទៅឯងមិនបាច់ហៅយើងថាបងធំអីទៀតទេហៅតាក់ធម្មតាទៅហើយបើមានអ្នកណាមកក្អកដាក់ចំការឯងណាប្រាប់បងភ្លាមបានបងតាក់ចុះឥឡូវនេះបងតាក់នៅចង់ទៅរៀនក្បួនញ៉ែស្រីវគ្គទី2ទៀតទេ
ទៅតាអាក្អូនចង់រៀនណាស់តែលើកនេះចាំបងប៉ៅកាហ្វេនឹងលតឆាននៅផ្សារម្ដងកុំឲ្យគេថាជើងកាំងភូមិនេះកំណាញ់ចំពោះប្រុសសង្ហាមកពីភ្នំពេញណា អ្នកទាំងពីរដើរប្រកៀកស្មាគ្នាសំដៅទៅផ្សារភូមិក្រោមពន្លឺថ្ងៃរៀបលិចយ៉ាងកក់ក្ដៅ